កំពុងរថយន្តសំចៃខ្លាំងរបស់ហុងឈីពេលនេះបានមកដល់ប្រទេសកម្ពុជាហើយថ្ងៃនេះអូនយូម៉ាសូមធ្វើការរៀបបញ្យល់បង្ហាញអំពីរថយន្តចំនួនថ្មីគឺហុងឈី CZS PHEV ប្រភេទអគ្គិសនីបូកសាំងឈ្មោះវណ្ណដាកើតលើដែនដីសុវណ្ណភូមិពីភាពធំទូលាយរបស់វាវិញគឺមានរយៈបណ្ដោយរហូតទៅ4655និងកតឹងរហូតទៅ1900និងកម្ពស់រហូតទៅ1700ឯណោះបើសិនជាបងប្អូនធ្វើការរួមបញ្ចូលប្រើទាំងសាំងហុងអគ្គិសនីផងជីបានរហូតទៅរយៈចម្ងាយ1100គីឡូម៉ែត្រឯណោះដល់ផ្នែកខាងក្នុងគឺមានសភាពរចនាគឺស្អាតខ្លាំងមែនទែនតែមកជាមួយនឹង Dual Wireless Charge រហូតទៅ2កន្លែងឯណោះដូចនេះបានពាក់ជាមួយនឹងផ្នែកកាមេរ៉ា540បងប្អូនតែគេធ្វើការមើលជុំវិញហើយមើលដល់បាត់ក្រោមទៀតជាមួយនឹងចង្កឹះអេឡិចត្រូនិកគឺមានសុវត្ថិភាពនិងងាយស្រួលខ្លាំងមែនទែននេះមានជាមួយនឹងដបបើកលើទៀតចឹងបងត្រូវការដំណើរកម្សាន្តចិត្តឆ្ងាយគឺមានអត្ថប្រយោជន៍ល្អខ្លាំងជាមួយនឹងប្រភេទកៅអីអូតូសងខាងតែម្ដងនិយាយពីកញ្ចក់វិញគឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនគឺការពារចំណាំងខ្លាចបានទៀតបងកន្លែងមើលកៅអីវិញគឺជាប្រភេទកៅអីពុកស្បែកអូកានិកធម្មជាតិបងអត់មានធំក្លិនណាហើយងាយស្រួលអង្គុយទន់ខ្លាំងមែនទែនហើយមានក្រួយកន្លែងក្តៅក្នុងទៀតណាអខនចុងម្ដងខាងក្រោយវិញគឺមានអារម្មណ៍ថាស្រស់ថ្លាខ្លាំងមែនទែនធំទូលាយហើយគឺលក្ខណៈថារថយន្តរបស់យើងមានដបបើកលើ fresh ស្អាតយ៉ានកង់វិញគឺជាប្រភេទយ៉ានកង់អាលូមីញ៉ូមមានទំហំ18អ៊ីងតែបងលោកគ្នាត្រូវការ upgrade មក19ក៏បានដែរអត្ថប្រយោជន៍មួយទៀតបងមានអីវ៉ាន់ជាប់ដៃបងមានតែ case sensor នេះមួយគឺធ្វើការបាត់គុកក្រោយបានតែម្ដងគឺមានសភាពងាយស្រួលនិងរហ័សទាន់ចិត្តតែម្ដងហើយធ្វើការបិទវិញដល់ប្រើជើងវិញបានដូចគ្នាគឺលយខ្លាំងមែនទែន PHEV ចំនួនថ្មីនេះក៏ support ជាមួយនឹងភ្លើង fast charge ផងដែរចាប់អារម្មណ៍ចុងក្រោយគេរថយន្តនេះគឺបងតែធ្វើការបំលែងភ្លើងចេញពីឡានយកមកប្រើប្រាស់ខាងក្រៅបានជាចុងក្រោយបងទាំងអស់គ្នាដែលមានចំណាប់អារម្មណ៍ទៅលើហុងឈី CZS ប្រភេទអគ្គិសនីបូកសាំងនេះអាចធ្វើការទំនាក់ទំនងតាមរយៈ page ឬតាមប្អូនយូម៉ាងបានអរគុណ